សាច់រឿងរបស់យើងក៏បានឃើញថាទាហានជប៉ុននឹងក៏បានទម្លាក់គ្រាប់បែកទៅលើភូមិរបស់មេកោសប៉ុនយើងធ្វើមេកោសប៉ុនយើងដែលជាកងទ័ពអាមេរិកក៏បានខឹងសម្បាលជាខ្លាំងហើយពួកគេនឹងក៏បានកោះហៅឬក៏អញ្ជើញពួកកងទ័ពអាមេរិកដើម្បីមកត្រៀមយុទ្ធសាស្ត្រដើម្បីវិបកទៅទាហានជប៉ុនវិញផងដែរហើយពួកគេក៏បានពិភាក្សាគ្នាដើម្បីហៅពួកទាហានរបស់អាមេរិកហ្នឹងដើម្បីមកជួយពួកគេដើម្បីកុំឲ្យទាហានជប៉ុនហ្នឹងបៀតបៀនលើពួកគេទៀតផងដែរថ្ងៃបន្ទាប់ក៏បានមកដល់ទាហានពួកអាមេរិកក៏បានមកដល់ភូមិរបស់គេផងដែរហើយតួអង្គប្រុសរបស់យើងក៏បានប្រាប់ពួកទាហានអាមេរិកនោះផងដែរដើម្បីរៀបនៅយុទ្ធសាស្ត្រឬក៏តិចនិចដើម្បីកម្ចាត់នៅទាហានជប៉ុនដែលមកបៀតបៀននៅក្នុងកុសសម្ព័ន្ធរបស់ពួកគេផងដែររួចមកក៏ពួកគេក៏បានវឹកហាត់នៅក្រុមកុសសម្ព័ន្ធទាំងនោះដើម្បីចេះបាញ់កាំភ្លើងវិវហាប្រយុទ្ធនៅក្នុងសមរភូមិដើម្បីការពារកុសសម្ព័ន្ធរបស់ពួកគេរៀងៗខ្លួនផងដែរហើយការប្រខាត់របស់គេក៏កាន់តែប្រសើរឡើងយល់ដឹងច្បាស់ពីការកាន់កាំភ្លើងវីលុកនិងវាប្រហារគូសត្រូវនៅខាងមុខដើម្បីយកជាជំនះនៅទាហានជប៉ុនផងដែរថ្ងៃបន្ទាប់គេក៏បានរៀបចំនៅក្បួនយុទ្ធសាស្ត្រដើម្បីវាយលុកនៅទាហានជប៉ុនដែលបៀតបៀននៅក្រុមកុសសម្ព័ន្ធពួកគេពេលនោះគេក៏បាននៅប្រាប់យុទ្ធសាស្ត្រផ្សេងៗទៅក្រុមកុសសម្ព័ន្ធរបស់ពួកគាត់ហើយក៏បាននិយាយគ្នាជាច្រើនដើម្បីបង្ហាញពីយុទ្ធសាស្ត្រផ្សេងៗប៉ុន្តែក្រុមទាហានជប៉ុនហ្នឹងក៏មានគ្នាច្រើនដែលពួកគេមិនអាចយកជ័យជំនះបានហើយពួកគេក៏ត្រូវបានទាហានជប៉ុនហ្នឹងឡោមព័ទ្ធវិញយ៉ាងវេទនាផងដែរហើយពេលនោះពួកទាហានជប៉ុនបានដេញវាបហាពួកគេរត់អស់ទៅហើយដោយក្រុមរបស់គេហ្នឹងមានម្នាក់ដែលត្រូវបានទាហានជប៉ុនហ្នឹងឡោមព័ទ្ធចិត្តមែនទែនហើយតួអង្គប្រុសរបស់យើងហ្នឹងក៏បានរត់ទៅជួយដើម្បីសង្គ្រោះនៅគ្នារបស់គេហ្នឹងហើយក៏ត្រូវទាហានជប៉ុនហ្នឹងបាញ់វាយប្រហារពួកគេផងដែរហើយតួអង្គប្រុសរបស់យើងមានភាពក្លាហានខ្លាំងមែនទែនហើយធ្វើឲ្យគ្នារបស់គាត់ហ្នឹងរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរហើយសាច់រឿងរបស់យើងក៏បានចាប់ដល់ត្រឹមនេះសូមអ្នកនរនេះជួយចុច like subscribe ខ្ញុំអ្នកមួយផងហើយខ្ញុំនឹងមានសាច់រឿងបន្តទៀតសូមអរគុណ